សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនទៅដើរសារមួយខ្ញុំទាំងអស់គ្នានេះគឺជាសកម្មភាពដែលខ្ញុំចេញពីផ្ទះទៅកំពុងទៅជិះកង់ថ្ងៃនេះអាកាសធាតុល្អបើកថ្ងៃប៉ុន្តែវាអត់សូវក្តៅខ្លាំងឯដោយសារឥឡូវវាចុងខែ9ហើយជិតចូលខែ10វាជិតចូលដល់ខែត្រជាក់វិញហើយមេឃស្អាតស្រស់ស្រាយមែនទែនពាក់មួកពាក់អាវដែលវែងឡើងចិត្តខ្លាចក្តៅខ្លាចខ្មៅដែរបងប្អូនអរគ្នាប៉ុន្តែជនជាតិជប៉ុនឃើញយើងអញ្ចឹងថាយើងចម្លែកទេណាសួរយើងថាអត់ក្តៅអីមែនឥឡូវមុននឹងខ្ញុំទៅសារខ្ញុំក៏ឆ្លៀតចូលម៉ាតរកទិញកាហ្វេញ៉ាំសិនឥឡូវមកដល់ម៉ាតហើយឥឡូវយើងមកយកទឹកកកដើម្បីទៅលុយគ្នាទិញកាហ្វេឡាតេយកស្រីអ៊ំឥឡូវទៅលុយរួចរាល់ហើយកំពុងតែឲ្យម៉ាស៊ីនវាចាក់ដោយខ្លួនឯងឥឡូវហ្នឹងកាហ្វេយើងរួចរាល់ហើយយើងទៅវិញធ្វើដំណើរទៅផ្សារអាកាសធាតុថ្ងៃហ្នឹងល្អមែនទេណានេះមិនមែន AI ណាតែច្រឡំថា AI អីនេះផ្លូវទៅសារពីតែខ្ញុំទៅតែមេឃថ្ងៃហ្នឹងវាមានពណ៌ស្អាតនេះកន្លែងកិនអង្គរ JA អ្នកនៅជប៉ុនគាត់ឃើញក៏ស្គាល់ជិះមកដល់ផ្សារនេះបងប្អូនខ្ញុំបាត់ត្រូវដល់តាមយូរតែយើងនេះចិត្តតែមិនតែសារតែយើងកន្លែងចូលទិញកាហ្វេឥឡូវបានដល់ហើយកន្លែងនេះសិតតែទឹកបន្លែអ្នកនរគ្នាទឹកបន្លែហ្នឹងល្អណាស់សម្រាប់សុខភាពយើងញ៉ាំរាល់ថ្ងៃបានហើយសម្រួលដល់ការបន្តបងហើយសម្រួលដល់សុខភាពយើងច្រើននេះ Spirona ខ្ញុំពីមុនក៏ធ្លាប់ញ៉ាំដែរ Spirona ហ្នឹងតែឥឡូវរៀងផ្អាកខ្លះហើយញ៉ាំទឹកបន្លែញ៉ាំ collagen ខ្លះដែរឥឡូវបងប្អូនមើលទៅខ្ញុំដើរមើលបដាថតចែកបងប្អូនមើលបដានេះគឺជាអាហារអំប៉នវីតាមីនណាអ្នកនរគ្នាយើងអាចញ៉ាំជំនួសបាយបានណាវីតាមីនហ្នឹងគ្មានអីទេក្តីសុខស្រីមានតែប៉ុណ្ណឹងបងប្អូនអរគ្នាដើរមើលគ្រឿងក្អូបមើល collagen អីចឹងទៅមើលចុះមើលឡើងតែមើលចុះមើលឡើងមើលអីចឹងណា collagen ហ្នឹងសិតតែជនជាតិជប៉ុនណាគាត់ប្រើព្រោះវាជារបស់ក្នុងស្រុកចឹងណាវាល្អឃើញបងប្អូនយើងយកទៅនៅខ្មែរច្រើនហើយ collagen C នេះខ្ញុំញ៉ាំរាល់ថ្ងៃសេរីអាហ្នឹងសម្រាប់បងប្អូនណាដែលមកថ្ងៃខែអត់ទៀងទាត់អីយើងញ៉ាំអាហ្នឹងទៅបន្ថយការចុកពោះខ្ញុំញ៉ាំបានផលអាហ្នឹងខ្ញុំញ៉ាំអស់ច្រើនប្រអប់ដែរថ្ងៃមួយកញ្ចប់នេះឃើញដឹងអីខ្លះទេសារ collagen ចែកជូនបងប្អូនស្រីយើងមើលបងប្អូនមើលទៅឃើញច្រើនតាមនោះបើរៀបរាប់មិនអស់ទេព្រោះខ្ញុំមិនមែនអ្នកលក់ហើយព្រោះខ្ញុំមកដើរផ្សារក៏ឆ្លៀតចែកជូនបងប្អូនមើលមានតែមានថ្នាំសម្រក់នេះសិតតែសម្រក់គីឡូហើយនឹងតែញ៉ាំធម្មតាខ្ញុំទិញតែនេះដែរព្រោះតែហ្នឹងខ្ញុំញ៉ាំរាល់ថ្ងៃមួយថ្ងៃមកចប់ឆុងទៅញ៉ាំពេលធ្វើការហើយមានច្រើនមកកញ្ចប់ធំហ្នឹងមាន41កញ្ចប់ញ៉ាំបានមួយខែជាងតម្លៃយ៉ាងធូរថ្លៃទៀតខ្ញុំធ្លាប់ទិញផ្ញើឲ្យបងប្អូនខ្ញុំនៅខ្មែរញ៉ាំដែរហ្នឹងទិញទៅមិនយកទៅឲ្យបងប្អូន1គីឡូឯងគាត់ញ៉ាំតែធម្មតាចាស់គាត់ញ៉ាំហើយមកទិញពីបិទក្បាលព្រោះខ្ញុំអាសាឈឺក្បាលមួយខែ30ថ្ងៃឈឺក្បាល20ថ្ងៃឯងបងប្អូនអរគ្នាខ្ញុំមិនដឹងថាកើតអីជំងឺឈឺក្បាលខ្ញុំនឹងវាដូចអត់ជាសោះឈឺក្បាលរហូតតែពេលឆ្លោះក៏មិនដឹងកើតអីដែរគេថាគ្មានបញ្ហាអីទេ
ឥឡូវដើរមកដល់កន្លែងលេវ៉ៃស៊ីលីនលេនឹងទូចទេហើយតម្លៃរៀងថ្លៃរៀងខ្ពស់ដែរប៉ុន្តែគុណភាពល្អវ៉ៃស៊ីលីនរបស់ជប៉ុនណាវាមានផ្ដល់សំណើមសម្រាប់ស្បែកស្ងួតហើយអានេះស្ក្រាប់ខាត់ស្បែកណាយើងស្ក្រាប់បានរាល់ថ្ងៃវាមានខ្លះស្ក្រាប់បានរាល់ថ្ងៃខ្លះមួយអាទិត្យប្រើបានតែ3ដងឯទេអ្នកនរគ្នាគេមានការណែនាំរបស់គេនៅខាងក្រោយហ្នឹងដែរខ្ញុំប្រើហ្នឹងដែររាល់ថ្ងៃហើយក្លិនក្អូបឈ្ងុយមែនទែនតែមិនមែនរបស់ជប៉ុនទេរបស់ឆៃណារបស់ចិនណាប៉ុន្តែគុណភាពល្អក៏យកចុះក្នុងស្រុកបានអញ្ចឹងណាតែមកទិញទឹកអូបនេះក្អូបឈ្ងុយទៅត្រូវក្លិនលើដើរទៅមើលគ្រឿងក្អូបលាបមុខនៅនេះមានច្រើនប្រេណាអ្នកនរគ្នាមានស៊ីស៊ីដូប្រេនកូសេមានច្រើនប្រេណាមកទិញហ្វមលាងមុខមួយហ្នឹងហ្វមលាងមុខហើយនេះបងប្អូនណាខ្លះស្គាល់នេះសិតតែប្រេនល្បីក្នុងស្រុកប្រទេសជប៉ុនមកមើល laser ឥឡូវខ្ញុំប្រើ laser ដែរមកទិញហ្វមលាងមុខមួយហើយក៏ឆ្លៀតមើលឲ្យវាយបានផ្សេងខ្លះដែរហើយក៏បានមកមើលលេលាបមុខនេះប្រែហ្នឹងល្បីអត់ចេះសារពេកអ្នកនរគ្នាអេលេសឺអាហ្នឹងស៊ីដូអានេះសរុបមកនឹងលេលាបមុខគ្រីមលាបយប់ទាំងយប់ទាំងថ្ងៃឯដឹងអានេះល្អខ្លាំងប្រែហ្នឹងប៉ុន្តែវាគុណភាពវាក៏ល្អហើយតម្លៃក៏ល្អតម្លៃវាខ្ពស់មកមើលលេលាបមុខលេការពារកម្ដៅថ្ងៃខ្ញុំប្រើថ្ងៃដែរលេហ្នឹងវាមាន3ពណ៌លេការពារកម្ដៅថ្ងៃនេះបងប្អូនណាដែលចង់ទៅទិញទៅភាសាស្បែកមុខជាមួយអ្នកលក់ទៅខ្ញុំគ្រាន់តែមកបង្ហាញឲ្យបងប្អូនមើលទេនេះគ្រីមលាបមុខ D program គ្រីមយប់ទាំងយប់ទាំងថ្ងៃដែរគេមាន2ពណ៌collagen ដើរចុះដើរឡើងមកទិញ collagen តបានប៉ុន្តែយើងទិញតែ3ទេមួយខែយើងញ៉ាំតែ6ឬក៏9នេះទៅបានវាញ៉ាំច្រើនពេកប៉ុន្តែចិត្តមកប្រអប់ឲ្យ6 9នេះឥឡូវមករយៈនេះខ្ញុំក៏បានផ្លាស់ប្ដូរមកប្រើ laser ហ្នឹងដែរទាំងពីរមុខហ្នឹង lotion emotion ដោយសារតាស្បែកមុខវាត្រូវការប្រែប្រួលតាមអាកាសធាតុដែរពេលក្តៅពេលត្រជាក់អញ្ចឹងទៅអ្នកនរគ្នានៅជប៉ុនយើងត្រូវតែផ្លាស់ប្ដូររហូតយើងអាចប្រើតែមួយមុខបានទេពេលខ្លះមុខយើងស្ងួតពេលខ្លះមុខយើងខ្លាញ់អីដែរប្រេនកូសេនេះអីក៏ល្បីដែរសិតតែប្រេនល្បីក្នុងស្រុកនេះស្រោមដែរឃើញបងប្អូនខ្មែរយើងអ្នកអនឡាញក៏ទៅរកចាយមកញ៉ៃញ៉ាក់ដល់ចក់លាបងប្អូនមកគ្រឿងក្អូបមានអីទេទិញបានតិចតួចហ្នឹងមកទិញសាប៊ូលាងចានហើយខ្ញុំក៏ភ្លេចទិញគ្រឿងក្អូបដាក់បន្ទប់គ្រឿងក្អូបហ្នឹងឈ្ងុយទិញចូលទៅព្យួរនៅបន្ទប់ទៅក្អូបនេះមាន3ផ្ទះបន្ទាប់ពីទិញគ្រឿងក្អូបហើយខ្ញុំមកត្រឡប់មកផ្ទះវិញវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងចូលចិត្តជួយ follow page ខ្ញុំម្នាក់មួយផងបាយបាយបងប្អូនទាំងអស់គ្នាជម្រាបលា